បាទសួស្តីបងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនាវីដេអូទិដ្ឋភាពដែលបងប្អូនបានកំពុងទស្សនានេះគឺជាទិដ្ឋភាពដែលមាននៅទំនប់ស្លាតអតស្រុកឯភ្នំខេត្តបាត់ដំបងបាទទំនប់នេះមានថាប្រយោជន៍ច្រើនជាពិសេសបងប្អូនអ្នកធ្វើកសិកម្មឲ្យនឹងអ្នកនេសាទអញ្ចឹងសម្រាប់បងប្អូនអ្នកនេសាទគាត់អាចរកស្ទើរតែគ្រប់ប្រាំងគ្រប់ភាសាទៅហើយប៉ុន្តែអ្វីពេលវេលាដែលពេញបន្ទុកខ្លាំងនោះគឺចន្លោះពីខែ7ទៅដល់ខែ3គាត់ដល់ខែ3ហើយក្នុងចន្លោះនឹងទៀតចន្លោះខែ10 11នេះពេញខ្លាំងហើយ10 11នេះអញ្ចឹងពេញត្រីខ្លាំងហើយអញ្ចឹងសម្រាប់បងប្អូនដែលចូលចិត្តការបងត្រីអាចមកលេងបានប្រចាំអ្នកណាប្រាប់ទេឲ្យតែក្នុងឡុងខែ10 ខែ 11នេះគឺដឹងតែមានហើយបងប្អូនដឹងតែមានត្រីហើយអញ្ចឹងអាចមកលេងបាននេះទិដ្ឋភាពទូទៅទាំងខាងក្រោមនិងខាងលើបាទខាងលើនេះផ្នែកខាងលើទំនប់ដែលខាងលើគឺផ្សារឬក៏ក្រុងបាត់ដំបងបន្តបន្តិចតម្លាក់មកដល់ទំនប់ហ្នឹងណាអញ្ចឹងសម្រាប់ការបំត្រីរបស់បងប្អូនអ្នកដែលមានជំនាញខាងចុះទូកគឺអាចចុះទូកបានឡើយសម្រាប់អ្នកដែលអត់ចេះចុះទូកអត់ចេះបងលើទូកក៏នៅតែអាចរកត្រីបានដែរហើយតែពេលទៅពេញបន្ទុកខ្លាំងគឺថាទាំងលើទូកទាំងលើគោកគឺស្ទើរតែច្រើនហាក់ប្រហែលគ្នារាប់រយនាក់ជារៀងរាល់ថ្ងៃបាទសម្រាប់អ្នកដែលនៅលើទូកគឺបងប្អូនអាចឃើញគាត់កំឡើងទូកហ្នឹងចំណុចទូកហ្នឹងចាំស៊ូមឲ្យមើលបាទចំណុចនេះអញ្ចឹងអ្នកអត់ទូកគឺទុំលើហ្នឹងឯងដើម្បីបងបាទបងទៅមើលតើគេនឹងបងបែបណានឹងស៊ូមឲ្យបងប្អូនមើលតើបងរូបភាពយ៉ាងម៉េចបានត្រីដែរថ្ងៃនេះអត់សូវមានទូកទេបាទថ្ងៃនេះអត់សូវមានទូកទេអញ្ចឹងប្រហែលជាមិនត្រូវទេមែនតែនេះគឺមិនត្រូវទេគាត់ថាអាចបងមកស្លុកឲ្យបានតែគាត់អ្នកខាងគាត់ចង់យឺតសរសៃសូមត្រៀមពេលបងពេលត្រីត្រូវអីណាអញ្ចឹងគាត់អាចបងបដាទៅតែខ្ញុំឆ្នាំនេះគឺបងបានទេតែជឿសិនតែក៏ដល់ពេលត្រីវិញបន្ទុកខ្លាំងគឺអាចបងបានចង់នេះទៅបានត្រង់ណា1 2 3ចរោអញ្ចឹងហើយបងប្អូនបាទអញ្ចឹងក៏បានត្រីដែរអញ្ចឹងបានត្រីដែរส่วนត្រឹមខាងគឺបងបែបហ្នឹងហើយដល់កាលនេះក៏មានកន្លែងបងដូចនេះដែរនេះបាទនេះជ្រុងនេះតែឆ្នាំនេះប្រហែលជាពិបាកបន្តិចដោយសារតែខាងរដ្ឋនេះគាត់បានធ្វើខ្ញុំអត់ដឹងថាស្អីដែរបើសួរគេថានឹងជាប្រដាប់គួរអូតូនិយមអញ្ចឹងរៀងពិបាកតិចឆ្នាំរាល់ឆ្នាំគឺទាំងសងខាងនៃទំនប់គឺថាពោពេញដោយបងប្អូនអ្នកនេសាទអ្នកនេសាទទូកទៅអ្នកខ្លះក៏គាត់តែមកសបាយអ្នកខ្លះក៏គាត់តែមកហូបនេះទៅសម្រាប់ខ្ញុំគាត់តែមកហូបទេអង្គឆ្អើយតែបងប្អូនចឹងហើយបងប្អូនពាក់ព័ន្ធជាមួយនឹងទំនប់នេះផងដែរគឺមានទ្វារទឹកនោះធំនោះគឺ6ទ្វារបាទបច្ចុប្បន្នគឺបើកតែ1ទ្វារទេហើយបើកនោះតិចតួចបំផុតឬដំណឹងមកថាបងប្អូននៅក្រោមនៅឆ្ងាយនោះក្រោមនោះគឺថាមិនទាន់មានទឹកទៅដល់ទេដោយសារតែបើកទឹកតិចតួចអញ្ចឹងហើយបើករឹមអញ្ចឹងណាដោយសារតែខាងលើចែកឲ្យទៅតាមបន្លាយសិនអញ្ចឹងក៏បានជាអ្នកនៅក្រោមគឺចាំតិចសិនណាបងប្អូនអ្នកនៅក្រោមជាឡើងវិញថាទំនប់នេះគឺទឹកនៅសំណាញ់ភ្នំខេត្តបាត់ដំបងបងប្អូនចង់មកបងប្អូនអាចមកបានជិះតាមផ្លូវទៅដែរឲ្យតាមផ្សារនៅរៀងផ្សារក្នុងខ្ញុំនេះគឺដល់ហើយគឺសាលាតាអនបាទសាលាតាអនហ្នឹងហើយមើលទៅដូចមិនឃើញបានអីដែរទេបងប្អូនទៅយើងជួបមកអស់បានត្រីវាអត់ទេអំបិលហើយបាទហ្នឹង
ងាយបងប្អូនអរគុណច្រើនសម្រាប់វីដេអូនេះសូមជួយ share ចែកចាយទៅបងប្អូនដឹងទីតាំងរថត្រីសូមអរគុណបងប្អូនអរគុណចាំរថត្រីយើងហ្នឹងឯងមួយឆ្នាំរកបានរាប់លានសម្រាប់បងប្អូនអ្នកអាជីពមួយថ្ងៃគាត់អាចរកបាន100គីឡូពេលដែលពេញទុកខ្លាំងហ្នឹងអរគុណសុខសប្បាយសំណាងល្អទាំងអស់គ្នាអរគុណ